ដំបូងគម្រោងសម្រាប់ផ្ទះអ្នកភូមិមកជប់ដើម្បីធ្វើកម្មវិធីមួយទៀតនៅថ្ងៃស្អែកប៉ុន្តែចុងក្រោយអល់ឡោះបានរុញខ្ញុំទៅសម្រាប់នៅសារ៉ាវមួយនៅខាងសហគមន៍តាពាំងលពៅហើយបានទៅសម្យ៉ាងបានធ្វើកម្មវិធីជាមួយអ្នកភូមិនៅនឹងចឹងហើយខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់ទឹកដីតាពាំងលពៅហើយនឹងអ្នកភូមិនៅនឹងខ្លាំងមែនទែនអញ្ចឹងដោយសារតែថ្ងៃទី1ហ្នឹងខ្ញុំធ្វើកម្មវិធីមានការប្រជុំនៅសហគមន៍ចង្ហោនហើយថ្ងៃទី2មានការប្រជុំម្ដងទៀតនៅសហគមន៍តាពាំងរពៅអញ្ចឹងត្រឡប់មកផ្ទះវិញវាចង្ងាយចូល30-40គីឡូដែរអញ្ចឹងខ្ញុំក៏ខ្ជិលថាបកមកវិញហើយក៏សម្រេចចិត្តថាសុំផ្ទះអ្នកភូមិដើម្បីស្នាក់អាស្រ័យមកយប់អញ្ចឹងណាហើយក៏ពិតខ្ញុំទៅសហគមន៍តាពាំងរពៅគឺច្រើនដងខ្លាំងមែនទែនប៉ុន្តែបានទៅត្រឹមសហគមន៍មើលទេសភាពមើលកងកាំងអីនៅសហគមន៍អញ្ចឹងណាហើយអត់ដើរទៅម្ដុំផ្ទះអ្នកភូមិឬក៏ explore ជីវិត lifestyle នៅក្នុងសោះចឹងថ្ងៃហ្នឹងក៏មានអារម្មណ៍ថាដោយសារកម្មវិធីជាប់គ្នា2ថ្ងៃក៏ខ្ជិលបកត្រឡប់មកផ្ទះវិញឆ្ងាយពេកអញ្ចឹងក៏សម្រេចចិត្តសុំគណៈកម្មការសហគមន៍ដើម្បីស្នាក់អាស្រ័យមកជប់ចឹងណាខ្ញុំឆ្លាញ់ការងារសហគមន៍ដោយសារតែការងារហ្នឹងធ្វើការជាមួយមនុស្សផងហើយនឹងធ្វើការជាមួយនឹងធម្មជាតិផងចឹងណាហើយពេលខ្ញុំជិះចេញពីសហគមន៍ចង្ហោហ្នឹងខ្ញុំបានតាក់ទងទៅខាងគណៈកម្មការសហគមន៍តាពាំងរពៅចឹងណាហើយពេលហ្នឹងគណៈកម្មការគាត់ឲ្យជាយោបល់សម្រាប់ផ្ទះនេះផ្ទះនោះចឹងណានិយាយទៅច្រើនមែនតើហើយពេលហ្នឹងក៏មានជំរើសមួយទៀតគឺស្នាក់នៅសារ៉ាវមួយនៅក្នុងសហគមន៍ផ្ទាល់តែម្ដងឬក៏នៅក្នុងភូមិដែលជាប់មាត់ព្រៃចឹងណាចឹងខ្ញុំលឺហើយខ្ញុំចាប់អារម្មណ៍ខ្ញុំគិតថាអីម្យ៉ាងដែរតែចឹងខ្ញុំក៏គិតថាប្រហែលជាត្រូវសម្រាប់ក្នុងសារ៉ាវដើម្បីភ្លក់រសជាតិជីវិតរស់នៅបែបអ្នកភូមិចឹងហើយពេលដែលខ្ញុំទៅដល់ភូមិតាពាំងរពៅដែលខ្ញុំបានស្នាក់នៅហ្នឹងធ្វើឲ្យខ្ញុំនឹកឃើញទៅដល់អនុស្សាវរីយ៍ក៏ដូចជារូបភាពទាំងប៉ុន្មានដែលខ្ញុំធ្លាប់ឃើញកាលពីក្មេងៗក៏ដូចជាបានកាត់ឡើងនៅស្រុកកំណើតខ្ញុំហ្នឹងគឺបានលេចមកម្ដងទៀតនៅកន្លែងហ្នឹងតែម្ដងក៏ពិតភូមិខ្ញុំនៅខាងភូមិត្រៃកោះនៅក្បាលក្រុងកពតហ្នឹងគឺបងប្អូនខ្ញុំក៏ដូចជាផ្ទះខ្ញុំផ្ទាល់ដែលខ្ញុំកើតហ្នឹងគឺផ្ទះនៅលើទឹកទាំងអស់គ្នាចឹងទៅប៉ុន្តែឥឡូវនេះផ្ទះបងប្អូនខ្ញុំលើទឹកហ្នឹងគឺលេងមានហើយជំនួសដោយការធ្វើ resort ចឹងទៅអញ្ចឹងអនុស្សាវរីយ៍ទាំងបានបាត់អស់ហើយនៅពេលខ្ញុំទៅដល់ភូមិតាពាំងរពៅហ្នឹងខ្ញុំឃើញផ្ទះអ្នកភូមិនៅលើទឹកអីចឹងទៅវាធ្វើឲ្យអនុស្សាវរីយ៍ក៏ដូចជារូបភាពទាំងប៉ុន្មានដែលខ្ញុំធ្លាប់បាត់បង់ពីកាលមុនហ្នឹងវាបានកាត់ឡើងម្ដងទៀតនៅភូមិនោះតែម្ដងខ្ញុំពិបាកពណ៌នាអារម្មណ៍ហ្នឹងណាស់ប៉ុន្តែខ្ញុំជឿថាបងប្អូនដែលគាត់តែងតែដិតជាប់ជាមួយនឹងរឿងចាស់ៗប្រកាសជាយល់អារម្មណ៍មួយហ្នឹងដោយសារខ្ញុំទៅដល់សារ៉ាវហ្នឹងខ្ទង់ម៉ោង5ជាងល្ងាចអញ្ចឹងវឹកទូដែលខ្ញុំសម្យ៉ាងដំបូងបំផុតហ្នឹងគឺវឹកទូមកក្រឹបហើយសម្រាប់វឹកទូមកក្រឹបអ៊ីសាខ្ញុំឃើញថាមានបងប្អូនអ្នកភូមិគាត់មកចូលរួមសម្យ៉ាងប្រហែលជា2សោះដែរប៉ុន្តែសម្រាប់ករណីវឹកទូសំបុះគឺអត់សូវមានបងប្អូនយកមកសម្យ៉ាងទេដោយសារភាគច្រើន90%នៃអ្នកភូមិតាពាំងរពៅហ្នឹងគឺគាត់រកស៊ីសមុទ្រអញ្ចឹងណាអញ្ចឹងក្បាលប្រលប់ហើយនឹងមុនវឹកទូសំបុះហ្នឹងគឺពួកគាត់ចេញទៅសមុទ្រដើម្បីទៅរកត្រីរកប្រគេអញ្ចឹងហើយក្រោយពីសម្យ៉ាងអ្នកភូមិគេតាក់លឹមសូត្រកតាបអញ្ចឹងណាហើយខ្ញុំជាអ្នកឋានៈហ្នឹងក៏អង្គុយស្ដាប់ជាមួយគេដែរអញ្ចឹងទៅហើយសំខាន់ពិតជាអរគុណដល់តកដែលគាត់គឺជាគណៈកម្មការសហគមន៍តាពាំងរពៅហើយគាត់បានទទួលបាយទឹកខ្ញុំត្រីធម្មជាតិត្រីផ្ទក់សមុទ្រគឺឆ្ងាញ់ខ្លាំងមែនទែនហើយគាត់នៅប្រាប់ដាដាថាគ្មានអីទេចៅអើយមានតែម្ហូបសាមញ្ញធម្មតាអញ្ចឹងណាប៉ុន្តែអល់ហាំឌុលឡាហ៍ជូរគុតមែនទែនដែលពួកគាត់បានរាក់ទាក់ទទួលខ្ញុំកក់ក្ដៅខ្លាំងមែនទែននិយាយទៅគ្រាន់តែបាយល្ងាចហើយហ្នឹងទុកវៃត្រីកំងចូលកំពង់ហ្មងអញ្ចឹងខ្ញុំក៏ទៅលេងគាត់ទៅសួរនាំគាត់ខ្លះៗអញ្ចឹងហើយខ្ញុំនេះខំរត់ពីម្ពិញមកដល់កពតហើយនៅតែមានបងប្អូនយើងយល់ច្រឡំហូរហែហ្មងដូចគ្នាមែនទេមើលឃើញក្នុងទូរស័ព្ទចិត្តច្រឡំនេះគាត់កូនភ្លោះ3នាក់កូនភ្លោះ3អូលោកនេះដួនមួយសតុតមួយអ្នកណាក៏ច្រឡំឡាត់យល់ជួលថាកូនភ្លោះ3ដែរ99%ច្រឡំទាំងអស់គ្នាប្លង់វីដេអូកន្លែងនេះខ្ញុំសូមផ្ញើជូនទៅដល់អង្គទួនដែលគាត់មានកូនភ្លោះ3នាក់ខ្ញុំអត់ដឹងថាម៉េចទេប៉ុន្តែពីខាងនេះវិញគឺគេច្រឡំហូរហែហ្មងតាំងពីនៅម្ពិញក៏គេច្រឡំមកដល់កពតក៏គេនៅច្រឡំថាខ្ញុំគឺជាអង្គទួនអញ្ចឹងចាំសួរអង្គទួនវិញថាខាងអង្គទួនមានធ្លាប់មានគេច្រឡំថាអង្គទួនគឺខ្ញុំអត់អញ្ចឹងណាព្រោះអីសឹងគ្រប់កន្លែងដែលខ្ញុំទៅណាមកណាគេតែងសួរថាខ្ញុំនឹងមិនមែនដែលជាទួនកូនភ្លោះ3នាក់ហ្នឹងអញ្ចឹងកាត់វីដេអូចូលឡើងម៉ោង11ជាងហើយអញ្ចឹងក៏ត្រូវចូលសម្រាកដើម្បីទុកកម្លាំងភ្ញាក់ពីព្រលឹមឡើងសម្យ៉ាងសពុះហើយទៅមើលទេសភាពទឹកព្រែកពេលព្រឹកនិយាយទៅពេលអង្គុយមើលទឹកព្រែកពេលព្រឹកហ្នឹងខ្ញុំនឹកឃើញថាបើសិនជាថ្ងៃក្រោយទៅខាងភូមិតាពាំងរពៅហ្នឹងអាចបង្កើតជាផ្ទះស្នាក់ឬក៏ផ្ទះអ្នកភូមិដែលគាត់អាចទទួលភ្ញៀវទេសចរជាតិឬក៏អន្តរជាតិដែលគាត់ចង់ស្វែងយល់ពីជីវិតរស់នៅរបស់អ្នកភូមិអញ្ចឹងណាខ្ញុំគិតថាគួរជាបង្កើតជាសេវាកម្មបែបហ្នឹងដើម្បីឲ្យបងប្អូននៅខាងពេញឬក៏ភ្ញៀវបរទេសហ្នឹងគាត់អាចមកសិក្សាស្វែងយល់ពី
ជីវិតរស់នៅរបស់អ្នកភូមិបានខ្ញុំធ្លាប់ទៅនៅពេញ8ឆ្នាំជាងហើយពេលដែលមករស់នៅបែបរបៀបអញ្ចឹងវិញសម្រាប់ខ្ញុំដែលធ្លាប់មានស្រុកកំណើតមាន vibe បែបអញ្ចឹងគឺខ្ញុំនឹកឃើញរសជាតិនឹងខ្លាំងមែនទែនអញ្ចឹងខ្ញុំជឿថាបងប្អូនគាត់នៅខាងពេញបើសិនជាគាត់មានឱកាសគាត់ចង់សាករសជាតិបែបនៅផ្ទះអ្នកភូមិហើយ explore lifestyle នៅភូមិស្រុកអញ្ចឹងណាប៉ុន្តែខ្ញុំជឿថាគម្រោងមួយហ្នឹងគឺវាទាមទារផ្ដោតទៅលើបរិស្ថានឲ្យបានស្អាតហើយនឹងការគ្រប់គ្រងពីម្ចាស់ផ្ទះស្នាក់អញ្ចឹងណាអញ្ចឹងរឿងស្មុគស្មាញតិចដែរតែបើសិនជាអាចបង្កើតបានមែនគឺល្អខ្លាំងមែនទែនហើយក្រោយពីអង្គុយមើលទេសភាពហាត់ប្រាណអីហើយតក់ខាងអ៊ីស្លាមយើងគេហៅថាតក់ហ្នឹងស្មើនឹងតាអញ្ចឹងណាបាទតាតក់ហ្នឹងគាត់បាននាំខ្ញុំទៅស្រស់ស្រូបនំបញ្ចុកពេលព្រឹកនៅក្នុងភូមិហ្នឹងហ្មងហើយសម្រាប់ខ្ញុំផ្ទាល់គឺនំបញ្ចុកខ្ញុំហូប20ឆ្នាំជាងអត់ដាធុញសោះហ្មងហ្នឹងគឺជាអាហារតែមួយគត់ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចេះធុញក្នុងមួយជីវិតខ្ញុំហូបមួយថ្ងៃ2ដងក៏បានដែរហើយនំបញ្ចុកខាងអ្នកកពតហ្នឹងគឺយើងប្រើទឹកខ្ជិលទឹកការីជាពិសេសទឹកដែលយើងចោលអត់បានហ្នឹងគឺជាទឹកញោមឬក៏ទឹកត្រីបុកដែលយើងលាយជាមួយនឹងបង្គាក្រៀមហើយនឹងសណ្តែកដីនិយាយទៅទឹកមួយហ្នឹងគឺសម្រាប់ខ្ញុំbest my favorite មកអញ្ចឹងបងប្អូននៅខាងពេញបើសិនជាមកលេងកពតហើយចាំចូលហាងនំបញ្ចុកអីចឹងណាទឹកការីទឹកខ្ជិលយើងមិនបាច់ទេដោយសារយើងធ្លាប់សាកនំពេញឆ្អែតឆ្អន់ចឹងណាប៉ុន្តែសម្រាប់ទឹកនំបញ្ចុកទឹកត្រីបុកនេះវិញបងប្អូនគួរតែសាកហើយសំខាន់ណាខ្ញុំទៅហ្នឹងពេលយប់គេច្រឡំខ្ញុំហើយពេលព្រឹកទៅហូបនំបញ្ចុកហ្នឹងបងប្អូនអ្នកភូមិនៅច្រឡំខ្ញុំទៀតនិយាយទៅគេច្រឡំតលិនកូនភ្លោះ3ច្រឡំបើគូនឹងខ្សែមួយអញ្ចឹងចាប់ពីថ្ងៃនេះទៅបងប្អូនអាចនឹងឃើញវីដេអូខ្ញុំភាគច្រើនផុសអំពីជីវិតរស់នៅក្នុងសហគមន៍អញ្ចឹងណាហើយខ្ញុំកំពុងតែគិតថាចង់ធ្វើជាបាយអារ៉ាប់ហូបជួបជុំគ្នាជាមួយនឹងបងប្អូនកម្ពុជាសហគមន៍អញ្ចឹងតែខ្ញុំកំពុងរកពេលសមរម្យសិនអ៊ីនសាអល់ឡោះហើយសម្រាប់បងប្អូនប្រជាសហគមន៍ដែលគាត់មានផលិតផលក៏ដូចជាផលនេសាទនៅក្នុងសហគមន៍ដែលចាស់ហើយពិបាករកទីផ្សារអត់សូវមានអ្នកទិញអញ្ចឹងណាបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានដើម្បីឲ្យខ្ញុំជួយប្រម៉ូទជួយផ្សព្វផ្សាយស្វែងរកអ្នកទិញអញ្ចឹងណាខ្ញុំជឿថាពេលខ្លះអ្នកទិញគាត់ប្រកាសជាស្វែងរកផលិតផលទាំងអស់ហ្នឹងហើយយើងអ្នកលក់ក៏យើងស្វែងរកអ្នកទិញដែរអញ្ចឹងពេលខ្លះយើងខ្វះអ្នកនៅកណ្ដាលដើម្បីជួយភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកទិញនិងអ្នកលក់អញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់ត្រូវការខ្ញុំផ្សព្វផ្សាយដើម្បីជួយលើកស្ទួយផលិតផលក្នុងសហគមន៍ទាំងផលនេសាទឬក៏សម្ភារៈប្រើប្រាស់ផ្សេងៗបែបជាសហគមន៍អញ្ចឹងបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានខ្ញុំនឹងព្យាយាមចូលរួមប្រម៉ូទជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកយើងឲ្យកាន់តែមានទីផ្សារជាងហ្នឹងចឹងណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយជាមួយខ្ញុំអំពីជីវិតរស់នៅរបស់សហគមន៍នៅតាមតំបន់ឆ្នេរអរគុណច្រើន